ហើយបងណាក់កំពុងតែធ្វើសាប៊ូដោះខ្លួនពីផ្លែញូចាពេលតែចិត្តដាច់ទឹកអស់ទៅក្លិនកាន់តែឈ្ងុយទៅបងប្អូនឈ្ងុយមកមិនឈ្ងុយទៅទេដំណាក់ស្វាយដឹងហ៎ផ្លែញូក៏វាជាប្រភេទផ្លែឈើដូចគ្នាពេលយើងកូរលើភ្លើងទៅគឺក្លិននៅក្នុងនោះដែលមានប្រេងដូងមានប្រេងដូងត្រជាក់មានរមៀតចាហើយមានវីតាមីនចម្រុះហើយនៅក្នុងនោះពេលយើងកូរស្តៀងដំណាប់ក្លិនវាឃើញថាសាប៊ូដែលយើងធ្វើនេះវាដាច់ទឹកហើយយើងលើកវាឲ្យជាបន្តិចបានយើងដាក់ចូលពុម្ពពេលដែលយើងលើកមកពីលើចង្ក្រានហ្នឹងយើងដាក់គ្រឿងផ្សំចុងក្រោយគេគឺទឹកឃ្មុំចាដើម្បីឲ្យថាដូចនាងខ្ញុំនិយាយពីដើមអញ្ចឹងទឹកឃ្មុំបើយើងដាក់លើភ្លើងក្តៅខ្លាំងកូរទៅវាអាចបាត់បង់សារធាតុចិញ្ចឹមល្អរបស់វាដាក់គុំកាយតូចណាមួយមកស្រួលឆ្កឹះ